កុំចំណាយពេលធ្វើរឿងអត់ប្រយោជន៍សម្រាប់ជីវិតរបស់យើងនឹងច្រើនពេកតាមការស្រាវជ្រាវមនុស្សយើងក្នុងមួយថ្ងៃបើធ្វើរឿង10សប្តាហ៍ថ្ងៃនេះគិតនឹងធ្វើរឿងអត់ប្រយោជន៍រហូតដល់8វត្តទៅហើយរឿងដែលមានប្រយោជន៍ធ្វើបានតែ2ទេពីមួយថ្ងៃទៅជាមួយថ្ងៃនៅពេលដែលយើងអនុវត្តបែបនេះទៅយើងជួបរឿងបរាជ័យហើយយើងក៏ឆ្ងល់ថាហេតុអីក៏ជីវិតខ្ញុំមិនជោគជ័យខ្ញុំរៀនមិនមកកែដូចគេជីវិតខ្ញុំវាមិនទៅចាស់ទៅចង់ដូចគេហើយយើងអត់ដែលក៏លេចមើលខ្លួនឯងថាយើងកំពុងធ្វើហ្នឹងគឺអនុវត្តតាមរបៀបនៃការរស់នៅហ្នឹងបែបណាខ្លះហើយយើងព្យាយាមលាក់បាំងនៅអ្វីដែលខ្លួនឯងបានធ្វើថាខ្លួនឯងបានធ្វើហ្នឹងគឺល្អហើយគ្រប់គ្រាន់ហើយសល់ល្មមហើយគួរណាស់តែដូចគេព្រះពុទ្ធបាននិយាយច្បាស់បើយើងធ្វើអីយើងបានហ្នឹងហើយបើយើងអត់ធ្វើយើងច្បាស់ជាអត់បានហើយអញ្ចឹងកុំព្យាយាមកុហកខ្លួនឯងថាខ្លួនឯងបានធ្វើល្អដូចគេហើយមិនទទួលបានផលដូចគេធាតុពិតយើងគ្រាន់តែបានព្រៀងយើងគ្រាន់តែបានគិតតែយើងអាចបានធ្វើដូចគេទេយើងគ្រាន់បានថាហែលឆ្លងវិញគ្រាន់តែហែលនៅមានមាត់បឹងឯណាគេហែដល់ត្រើយបាត់ហើយអញ្ចឹងត្រឡប់មកវិញកុំចំណាយពេលវេលាឬក៏គិតនៅរឿងអបិឆោតសម្រាប់ជីវិតរបស់យើងនឹងច្រើនពេកត្រឡប់មកព្រៀងឡើងវិញថាមួយថ្ងៃយើងបានកែប្រែអីខ្លះដើម្បីអនាគតផ្លាស់ប្ដូរជីវិតក្នុងខ្លួនរបស់យើងនឹងឲ្យកាន់តែល្អប្រសើរកាលណាយើងធ្វើបែបនេះជីវិតយើងមិនយូរមិនឆាប់យើងនឹងល្អប្រសើរឡើងវិញពេលដែលយើងខិតខំផ្លាស់ប្ដូរខ្លួនឯងចាប់ពីពេលនេះទៅ